បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងបងប្អូនទាំងអស់គ្នាបានឃើញវីដេអូនេះហើយសម្រាប់ខ្ញុំនិយាយទៅខ្ញុំមានអារម្មណ៍ថាខ្ញុំខ្លោចចិត្តខ្លាំងមែនទែនបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូរបស់បងសុផាតដែលគាត់គឺជាទាហានជួរមុខគាត់ធ្វើជើងនៅខាងខេត្តព្រះវិហារហើយគាត់រងគ្រោះថ្នាក់នេះគឺកាលពីថ្ងៃទី8 ខែ 12 ឆ្នាំ 2025ប្រហែលថ្ងៃមុនហ្នឹងដោយភាគីខាងថៃហ្នឹងគឺបានបាញ់ផ្លោងគ្រាប់មកចូលនៅក្នុងត្រង់សេរបស់គាត់ចឹងធ្វើឲ្យគាត់នឹងបានពិការភ្នែកម្ខាងទៅហើយភ្នែកម្ខាងទៀតហ្នឹងគឺខាងក្រុមគ្រូពេទ្យខាងពេទ្យអង្គឌួងគាត់កំពុងតែព្យាយាមនៅក្នុងការជួយសង្គ្រោះភ្នែកគាត់ម្ខាងទៀតហើយខ្ញុំពិតជាអរគុណនៅទឹកចិត្តធំធេងរបស់បងសុផាតដែលបានលះបង់ការពារទឹកដីប្រទេសកម្ពុជារបស់យើងហើយខ្ញុំសង្ឃឹមថាភ្នែកម្ខាងទៀតរបស់បងហ្នឹងគឺខាងក្រុមគ្រូពេទ្យអាចជួយសង្គ្រោះភ្នែកម្ខាងទៀតរបស់បងបានទៅដោយជោគជ័យ 100% ទៅហើយសម្រាប់បងប្អូនដែលមានសទ្ធាជ្រះថ្លានៅក្នុងការជួយជាថវិកាសម្រាប់បងសុផាតខ្ញុំនឹងដាក់នៅក្នុងវីដេអូនេះជា profile របស់បងសុផាតផ្ទាល់ហើយបងប្អូនអាចតាក់ទងទៅខាង profile របស់បងសុផាតហ្នឹងទៅខាងក្រុមគ្រួសាររបស់គាត់នឹងឆ្លើយតបជាមួយនឹងបងប្អូនហើយបើមិនជាបងប្អូនមានសទ្ធាជ្រះថ្លាក្នុងការជួយជាថវិកាឬក៏ជាជំនួយអីមួយសម្រាប់បងសុផាតអញ្ចឹងបងប្អូនអាចតាក់ទងទៅគាត់ផ្ទាល់ទៅជា profile របស់គាត់ខ្ញុំនឹងដាក់នៅខាងចុងវីដេអូហ្នឹងហើយបងប្អូនតាក់ទងទៅគាត់នឹងខាងក្រុមគ្រួសាររបស់គាត់នឹងឆ្លើយតបជាមួយនឹងបងប្អូនហើយអញ្ចឹងខ្ញុំមានតែពីជូនពរឲ្យភ្នែកម្ខាងទៀតរបស់បងហ្នឹងទទួលបានការជួយសង្គ្រោះដោយជោគជ័យ 100%អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេឲ្យបងប្អូនទាំងអស់គ្នាបើសិនជាមានជាដូចខ្ញុំបានរៀបរាប់មិញអញ្ចឹងបងប្អូនអាចតាក់ទងទៅគាត់ផ្ទាល់ទៅដើម្បីជួយជាថវិកាគាត់បន្តិចបន្តួចតាមសទ្ធាជ្រះថ្លាដែលបងប្អូនអាចធ្វើទៅបានហ្នឹងអញ្ចឹងខ្ញុំសូមអរគុណបាទបងប្អូនទាំងអស់គ្នានេះគឺជា account Facebook របស់បងសុផាតបងប្អូនដែលមានសទ្ធាក្នុងការជួយឧបត្ថម្ភដល់បងសុផាតបងប្អូនអាចឆាតទៅ Messenger របស់គាត់បាននេះជា account របស់គាត់ហើយនេះមានគេឧបត្ថម្ភដល់គាត់ដែរនេះគឺបងប្អូនមើល friend មើលprofile របស់គាត់ហ្នឹងទៅ friend របស់គាត់ដូចជា4.9k វាមាន profile បែបហ្នឹងហើយបងប្អូនអាចតាក់ទងទៅខាងគ្រួសាររបស់គាត់ប្រពន្ធរបស់គាត់នឹងឆ្លើយតបជាមួយបងប្អូនហើយនេះជាគាត់ទៅផុសថ្មីមានគេឧបត្ថម្ភជាហោហាទៅមានឃើញបងអឹមជីវ៉ាគាត់ទៅមើលដល់មន្ទីរពេទ្យដែរប៉ុន្តែនៅ account បងស្រីមួយទៀតនេះជាបងសុផាតហ្នឹងបងប្អូនអាចតាក់ទងទៅបានហ្នឹងហើយ